បាទសូមគោរពទូសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ថ្ងៃនេះខាងរោងពុំយើងខ្ញុំនឹងសូមណែនាំនៅវិធី copy អត្តសញ្ញាណប័ណ្ណតាមម៉ាស៊ីន Canon IR 5250 5240 5235តែធ្វើបទបង្ហាញថ្ងៃនេះពាក់ព័ន្ធនឹង Canon 5240ដើម្បី copy អត្តសញ្ញាណប័ណ្ណឲ្យត្រឹមត្រូវយើងគួរតែអនុវត្តទៅតាមការបទបង្ហាញរបស់ខាងយើងខ្ញុំមកទៅមកខាងប្រយោជន៍យើងទៅធ្វើការណែនាំនិងបទបង្ហាញទាំងអស់ដូចគ្នាទៅជាទូទៅយើងត្រូវតែមានគំនុកត្រីដែលយើងកំណត់សម្គាល់ឲ្យវាឃ្លាតប៉ុណ្ណឹងមកហើយដំបូងមកយើងចូលទៅម៉ាស៊ីនបាទចឹងវា copy យើងចូល copy មកយើងដាក់អត្តសញ្ញាណប័ណ្ណបែបហ្នឹងមកដំបូងឡើយយើងដាក់ផ្កាប់មុតក៏បានផ្កាមុតក៏បានយើងដាក់ប៉ុណ្ណឹងមកមើលតាមមកសំហើយយើងក៏បានផ្កាប់នេះដើម្បី scan យើងចូលទៅខាងដើមតោះមកយើងចូលពាក្យថា copy រួចហើយយើងចូលទៅកំណត់ស្បាច់វាអញ្ចឹងដំបូងយើងយកទៅកំណត់ក្តាស់យើងយកក្តាស់ឆ្កមកតមកយើងចូលទៅពាក្យ none one យើងយកពាក្យប៉ុណ្ណាយើងយកអូខេតមកយើង copy សងខាងអញ្ចឹងយក two side ចុចអូខេមកបាទហើយយើងជាទូទៅតាសញ្ញាណវាទូអញ្ចឹងយើងត្រូវយក 100% តមកយើងចូលទៅ start ចឹងវាឲ្យកំណត់ក្តាស់ A4 បញ្ឈរម្ដងទៀតអូខេមក start ម្ដងទៀតពេលចេញ start copy យើងចាប់ផ្ដើមទៅត្រឡប់អត្តសញ្ញាណប័ណ្ណរបស់យើងដាក់ដូចដើមដូចគ្នាវិញមើលមកសំហើយយើងចាប់ដើម start ម្ដងទៀតចេញពី start copy ចឹងយើងចាំលើក្តាស់ចេញមកទាំងអស់ស្អាតតែម្ដងចឹងបទបង្ហាញមានតែប៉ុណ្ណឹងដើម្បី copy អត្តសញ្ញាណប័ណ្ណឲ្យត្រឹមត្រូវ